អ្នកខ្លះធ្លាប់ឮហើយពាក្យថាឧស្ម័នធម្មជាតិហើយពេលខ្លះឧស្ម័នធម្មជាតិនេះគឺគេហៅថា LNG អញ្ចឹងចង់ដឹងថាតើ LNG ហើយនិងឧស្ម័នធម្មជាតិមានភាពខុសគ្នាបែបណាកុំភ្លេចតាមដានវីដេអូនេះជាមួយខ្ញុំពីវីដេអូមុនខ្ញុំបានពន្យល់រួចមកហើយថាតើអ្វីទៅគឺជាឧស្ម័នធម្មជាតិហើយថាតើឧស្ម័នធម្មជាតិអាចប្រើប្រាស់ទៅលើវិស័យណាខ្លះអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបញ្យល់បន្ថែមអំពី LNG ថាតើ LNG គឺជាអ្វីហើយខុសគ្នាពីឧស្ម័នធម្មជាតិបែបណាអញ្ចឹង LNG គឺជាឧស្ម័នធម្មជាតិដែលត្រូវបានគេយកទៅពង្រាវដោយការបញ្ចុះសីតុណ្ហភាពរហូតដល់ទៅដក162អង្សាសេលស្យសនៅក្នុងលក្ខខណ្ឌសម្ពាធ1អាត់ម៉ូស្ហ្វែរហើយនៅក្នុងដំណើរការនៃការពង្រាវនេះឧស្ម័នធម្មជាតិគឺបានរួមមាត្ររហូតដល់ទៅ600ដងដែលជាហេតុធ្វើឲ្យមានភាពងាយស្រួលនៅក្នុងការស្តុកទុកនិងការដឹកជញ្ជូនហើយនៅក្នុងប្រទេសកម្ពុជា LNG គឺត្រូវបានដឹកជញ្ជូនតាមរយៈរថយន្តស៊ីតេនឬក៏យើងហៅថា ISO container ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់រក្សាសីតុណ្ហភាពរបស់ LNG នៅក្នុងស៊ីតេនដោយសារតែ LNG គឺជាអង្គធាតុរាវដូច្នេះដើម្បីប្រើប្រាស់បានគឺយើងត្រូវបំលែងពីអង្គធាតុរាវទៅជាឧស្ម័នធម្មជាតិវិញនៅក្នុងការបំលែងនេះគឺតម្រូវឲ្យមានឧបករណ៍និងម៉ាស៊ីនមួយចំនួនដែលខ្ញុំនឹងលើកឡើងនៅក្នុងវីដេអូក្រោយដូច្នេះថ្ងៃនេះគឺយើងមានតែប៉ុណ្ណេះហើយបើសិនជាបងប្អូនមានចម្ងល់បន្ថែមពាក់ព័ន្ធជាមួយនឹង LNG ឬក៏ឧស្ម័នធម្មជាតិបងប្អូនអាចធ្វើការសាកសួរតាមរយៈគេហទំព័រ Facebook របស់ក្រុមហ៊ុន CNC ផ្ទាល់ឬក៏បងប្អូនអាចធ្វើការតាក់ទងមកកាន់លេខទូរស័ព្ទ023 23 23 និង 23ជួបខ្ញុំបាននៅក្នុងវីដេអូក្រោយសូមអរគុណ